អូនដែលឈឺចង្កេះលៀនឌីច្រើនអត់សូវចាប់អារម្មណ៍ផ្នែកឈឺចង្កេះប៉ុន្តែឈឺតាគៀកខ្លាំងមែនតើថ្ងៃនេះខ្ញុំមានលំហាត់ប្រាណមួយដែលអាចដោះពីតាគៀកហ្នឹងឲ្យបងធូរស្បើយម្ដងតិចម្ដងតិចបញ្ហាឈឺតាគៀកគឺពិបាកមែនតើគឺបងប្អូនអង្គុយក៏ពិបាកគេងក៏ពិបាកងើបក៏ពិបាកហើយអង្គុយយូរក៏អត់បានទេចុករយមកជើងតែម្ដងអ្នកខ្លះចេញសញ្ញាស្ពឹកទៀតក៏មានដែរអញ្ចឹងមកហាត់មួយខ្ញុំទាំងអស់គ្នាមុននឹងចូលលំហាត់ប្រាណបងប្អូនដែលអត់ទាន់ follow page កុំភ្លេច follow page ហើយជួយ share វីដេអូនេះមួយផងអរគុណចាលំហាត់ប្រាណនេះគឺយើងត្រូវប្រើជង្គង់មួយខាងហើយប្រើជើងមួយខាងទៀតបែបនេះតែសូមហាមដល់បងដែលមានបញ្ហាសឹកជង្គង់ឬក៏ឈឺជង្គង់សូមកុំហាត់លំហាត់ប្រាណនេះអាចហាត់លំហាត់ប្រាណផ្សេងក៏បានដែរតែបងប្អូនជើងបែបនេះមកហើយគឺយើងព្យាយាមដងខ្លួនឲ្យត្រង់ទៀតគឺយើងរុញតាគៀកតិចមកហើយបងប្អូនព្យាយាមរុញខ្លួន1គឺយើងធ្វើ3 2 3យើងត្រឡប់មកវិញ2 3ហើយយើងដូរខាងម្ដង1 2 3ហើយយើងបែរមកវិញ1 2 3លំហាត់ប្រាណនេះគឺពិតជាជួយមែនទែនមិនថាតាគៀកខាងនេះមិនថាឈឺតឹងសាច់ដុំពោះចុះមកកលៀននេះទេគឺជួយលាទាំងអស់តែម្ដងចាបងប្អូនត្រូវតែ save ឬក៏ share វីដេអូនេះទុកពីព្រោះលំហាត់ប្រាណនេះគឺជួយច្រើនមែនទែនបងប្អូនចាឃើញទេគឺយើងរុញដងខ្លួនសន្សឹមមកហើយគឺលាសាច់ដុំនេះល្អមែនទែនហើយតាគៀកនេះក៏លាដែរបងប្អូនគួរតែហាត់មួយថ្ងៃ3ដងក្នុងមួយដង5នាទីបើសិនជាបងប្អូនមានពេលច្រើនអាចហាត់10នាទីតែកុំភ្លេចណាអ្នកឈឺជង្គង់កុំហាត់លំហាត់ប្រាណមួយនេះអសោះព្រោះយើងត្រូវសកត់ជង្គង់មួយខាងបងប្អូនថាបងប្អូននឹងទទួលបានភាពធូរស្បើយពីលំហាត់ប្រាណមួយនេះអរគុណសូមណែនាំខ្សែក្រវ៉ាត់តម្រង់ឆ្អឹងខ្នងពីគិនសានរបស់យើងដែលអាចជួយដោះស្រាយបញ្ហាឈឺចង្កេះការពារការវាយឆ្អឹងខ្នងជួយសាច់ដុំអ្នកគាត់មានបញ្ហាស្ពឹកសាច់ដុំជួយពង្រឹងសាច់ដុំចន្លោះឆ្អឹងខ្នងឲ្យមានសុខភាពល្អអរគុណ